ទស្សនិកជនជាទីគោរពសាលា New Gateway អន្តរជាតិប្រារព្ធពិធីបញ្ចប់ការសិក្សានិងប្រគល់ពានរង្វាន់យ៉ាងអធិកអធមសម្រាប់សិស្សានុសិស្សឆ្នាំ2026 សាលា New Gateway អន្តរជាតិបានរៀបចំពិធីបញ្ចប់ការសិក្សាដ៏មានអត្ថន័យសម្រាប់សិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាឆ្នាំ2026ដែលព្រឹត្តិការណ៍ដ៏មានតម្លៃនេះពោរពេញទៅដោយភាពរីករាយក្នុងការអបអរសាទរដល់សិស្សានុសិស្សគ្រប់កម្រិតចាប់ពីមត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ រហូតដល់កម្រិតវិទ្យាល័យនៃកម្មវិធីសិក្សាទាំង3រួមមានអង់គ្លេស ចិន និងខ្មែរដែលបានខិតខំប្រឹងប្រែងរហូតទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្រៅពីពិធីបញ្ចប់ការសិក្សាដ៏មានអត្ថន័យនេះសាលាថែមទាំងបានប្រគល់ពានរង្វាន់និងរង្វាន់លើកទឹកចិត្តជូនដល់សិស្សានុសិស្សឆ្នើមចាប់ពីថ្នាក់ទី1ដល់ថ្នាក់ទី12ដើម្បីជាការកោតសរសើរដល់ស្មារតីតស៊ូនិងសមិទ្ធផលសិក្សាដ៏ល្អរបស់ពួកគេថ្លែងក្នុងពិធីបញ្ចប់ការសិក្សាដ៏មានអត្ថន័យនាថ្ងៃទី1ខែសីហាឆ្នាំ2026អ្នកអង្គការបណ្ឌិតប៊ុនណារីប្រធានក្រុមប្រឹក្សាភិបាលនិងជាអគ្គនាយិកាសាលា New Gateway អន្តរជាតិបានសម្ដែងនៅមោទនភាពចំពោះសិស្សានុសិស្សថ្នាក់ទី12ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនិងត្រៀមខ្លួនបន្តការសិក្សាទៅកាន់កម្រិតឧត្តមសិក្សាជាមួយគ្នានេះអ្នកអង្គការបណ្ឌិតប៊ុនណារីបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់មេដានិងអាណាព្យាបាលដែលបានគាំទ្រដល់ដំណើរការរបស់សាលាអស់រយៈពេល16ឆ្នាំមកហើយចាប់តាំងពីឆ្នាំ2011មកសាលាបានផ្ដល់កម្មវិធីសិក្សា3ភាសារួមមានខ្មែរអង់គ្លេសនិងចិនស្របតាមកម្មវិធីសិក្សាជាតិទូទៅដែលធ្វើឲ្យសាលាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់និងមានការទទួលស្គាល់យ៉ាងទូលំទូលាយនៅក្នុងឱកាសនេះដែរឯកឧត្តមជាជាតិអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាតំណាងបណ្ឌិតសភាចារហុងជួនណារុនឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានថ្លែងការកោតសរសើរចំពោះថ្នាក់ដឹកនាំគណៈគ្រប់គ្រងលោកគ្រូអ្នកគ្រូជាពិសេសអ្នកអង្គការបណ្ឌិតប៊ុនណារីក្នុងការបន្តបេសកកម្មជាមួយក្រសួងអប់រំយុវជននិងកីឡាដើម្បីកសាងធនធានមនុស្សនៅកម្ពុជាឯកឧត្តមជាជាតិបានគូសបញ្ជាក់ថាសាលា New Gateway អន្តរជាតិបានបង្ហាញនូវសក្តានុពលដ៏ល្អក្នុងការគ្រប់គ្រងនិងបណ្ដុះបណ្ដាលសិស្សានុសិស្សឲ្យមានសមត្ថភាពខ្ពស់ស្របតាមទិសដៅកំណែទម្រង់របស់ក្រសួងអប់រំយុវជននិងកីឡាទន្ទឹមនឹងនេះដែរយុវសិស្សនុតទីមឹងនិងយុវតីអិនគីមបួយជាសិស្សថ្នាក់ទី12ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយនិងរំភើបយ៉ាងខ្លាំងដែលបានបញ្ចប់ការសិក្សាហើយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈគ្រប់គ្រងសាលានិងលោកគ្រូអ្នកគ្រូដែលបានលះបង់ពេលវេលាកម្លាំងកាយនិងកម្លាំងចិត្តក្នុងការបណ្ដុះបណ្ដាលពួកគេបានបញ្ជាក់ទៀតថាការសិក្សានៅសាលា New Gateway អន្តរជាតិមិនត្រឹមតែផ្ដល់ចំណេះដឹងប៉ុណ្ណោះទេថែមទាំងជាបទពិសោធន៍ជីវិតដ៏មានតម្លៃដែលបង្រៀនពីការសហការការគោរពនិងការក្លាយជាមនុស្សល្អសម្រាប់សង្គមបន្ថែមពីនេះសិស្សានុសិស្សទាំងអស់បានបដិញ្ញាចិត្តខិតខំប្រឹងប្រែងសម្រាប់ការប្រឡងបាក់ឌុបនាពេលខាងមុខដើម្បីទទួលបានលទ្ធផលល្អនិងការបន្តសិក្សានៅកម្រិតឧត្តមសិក្សាទាំងក្នុងនិងក្រៅប្រទេសក្នុងជំនាញដែលខ្លួនស្រឡាញ់ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិឆ្នាំសិក្សាថ្មីរបស់ New Gateway អន្តរជាតិនឹងចាប់ផ្ដើមជាផ្លូវការនៅថ្ងៃច័ន្ទទី17ខែសីហាឆ្នាំ2026ខាងមុខនេះ